ពេលកាំងបានព្រមានពលរដ្ឋរបស់ខ្លួនកុំឲ្យធ្វើដំណើរទៅប្រទេសជប៉ុនកាលពីពេលថ្មីនេះក្រុមហ៊ុនអាកាសចរធំរបស់ចិនចំនួន3មានដូចជា China Air, China Southern, China Eastern បានអនុវត្តគោលការណ៍ក៏ដូចជាផ្ដល់សំណងវិញឬក៏បដូរជើងហោះហើរដោយឥតគិតថ្លៃសម្រាប់អតិថិជនឬក៏ពលរដ្ឋចិនដែលមានសម្បត្តិយន្តហោះទៅជប៉ុនចាប់ពីថ្ងៃទី15ខែវិច្ឆិកាដល់ថ្ងៃទី31ខែធ្នូឆ្នាំ2025នៅក្នុងនោះរដ្ឋធានីប៉េកាំងបានសម្ដែងពីក្តីព្រួយបារម្ភអំពីសុវត្ថិភាពពលរដ្ឋចិននៅក្នុងប្រទេសជប៉ុនក៏ដូចជាផលប៉ះពាល់ធ្ងន់ធ្ងរដល់ទំនាក់ទំនងរួមទាំងផលប្រយោជន៍នៃប្រទេសទាំងពីរនិងក៏ហៅឯកអគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសចិនឲ្យចូលបំភាពតានតឹងនេះគឺបានកាត់ឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុនថ្មីគឺលោកស្រីសាណាអេតៃគីបានលើកឡើងកាលពីថ្ងៃសុក្រទី7ខែវិច្ឆិកាថានឹងបញ្ជូនកងទ័ពទៅការពារកោះតៃវ៉ាន់ប្រសិនបើចិនចង់ធ្វើការវាយប្រហារជំវិញទៅនឹងភាពតានតឹងនេះរដ្ឋាភិបាលតូក្យូបានបញ្ជាក់ពីជំហរមិនផ្លាស់ប្ដូរក្នុងការគ្រប់គ្រងដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ដោយសារតែតៃវ៉ាន់ស្ថិតនៅមិនឆ្ងាយពីប្រទេសជប៉ុន